បាទឥឡូវយើងឃើញថាបងប្អូនប្រជាពលរដ្ឋយើងបាទចង់ដឹងចង់ឮពាក់ព័ន្ធទៅនឹងរឿងរ៉ាវព្រំដែនបាទពួកគាត់បានចេញដំណើរមកជាបន្តបន្ទាប់នៅទីតាំងនេះដោយផ្ទាល់តែម្ដងបាទសូមឲ្យកាយនឹងគោរពជំរាបសួរប្រិយមិត្តរុជនបាទយើងខ្ញុំបាទសូមបាទអាប់ដេតក៏ដូចជាធ្វើសេចក្តីរាយការណ៍បន្តិចបាទនាព្រឹកថ្ងៃទី7ខែតុលាឆ្នាំ2025ដែលវត្តមានបាទខ្ញុំបាទយ៉ាំនេះបាទរួមទាំងក្រុមការងារកំពុងតែនឹងស្ថិតនៅចំណុចបាទនេះគឺបារះបាទចំណុចភូមិបាទព្រៃច័ន្ទក្នុងបាទឃុំអូបៃជាន់ស្រុកអូជ្រៅបាទខេត្តបន្ទាយមានជ័យដែលក្រុមការងារយើងកំពុងតែមានវត្តមាននៅទីនេះនឹងធ្វើសេចក្តីរាយការណ៍បាទពាក់ព័ន្ធទៅនឹងបាទរឿងរ៉ាវបាទមួយចំនួនដែលកើតឡើងដោយយើងឃើញថាភាគីបាទថៃបានដាក់កំណត់ឲ្យប្រជាពលរដ្ឋបាទកម្ពុជាយើងដែលរស់នៅក្នុងភូមិបាទចំនួន3គឺភូមិនងច័ន្ទភូមិព្រៃច័ន្ទនិងបាទភូមិជោគជ័យឲ្យរស់រើចេញពីលំនៅឋានក៏ចាក់ចេញពីដីដែលជាដីរបស់ប្រជាពលរដ្ឋខ្មែរយើងដីរបស់កម្ពុជាយើងបាទតែនៅថ្ងៃនេះបាទប្រជាពលរដ្ឋបាទរបស់កម្ពុជាយើងមិនបានបាទចាក់ចេញតាមអ្វីដែលក្រមបាទយោធាបាទថៃដាក់កំណត់នោះទេបាទគឺពួកគាត់បាទក្រាញនានាលបាទមិនទៅណាចោលផ្ទះបាទលំនៅឋានដីរបស់ពួកគាត់ទេហើយសភាពការនៅថ្ងៃនេះគឺមានសភាពការបាទស្ងប់ស្ងាត់ជាធម្មតាបាទមិនមានអ្វីប្រែប្រួលនោះទេបាទគឺនៅព្រឹកបាទវេលាម៉ោងប្រមាណបាទគឺម៉ោង8:59 នាទីដែលក្រុមការងារយើងកំពុងតែនឹងផ្ដិតយកបាទទស្សនវិជ្ជានៅបាទទីតាំងនេះផ្ទាល់ដើម្បីចែកជូនក៏ដូចជាដើម្បីរាយការណ៍ជូនទៅដល់ពុកម៉ែបងប្អូនឲ្យបានជ្រាបបាទពាក់ព័ន្ធទៅនឹងតំបន់បាទភូមិជោគជ័យនិងភូមិបាទព្រៃច័ន្ទតើរឿងរ៉ាវនឹងទៅជាយ៉ាងណាបាទហើយនេះបាទយើងខ្ញុំសូមបញ្ជាក់ផងដែរគឺនៅថ្ងៃទី7បាទខែតុលាឆ្នាំ2025នេះគឺបាទក្រុមការងារយើងបាននៅឈរជើងនៅទីនេះបាទពី3បាទ3យប់ហើយដើម្បីបាទតាមដានសភាពការនៅទីនេះដោយផ្ទាល់យើងមិនអាចថាឮតាមតគ្នាបាទចេះថានោះភូមិព្រៃច័ន្ទគេយកទឹកដីរបស់កម្ពុជាយើងគេរុញច្រានប្រជាពលរដ្ឋបាទដេញប្រជាពលរដ្ឋឲ្យចាក់ចេញអត់មានទេបាទរហូតមកដល់ថ្ងៃនេះគឺថ្ងៃទី7ហើយគឺប្រជាពលរដ្ឋគឺនៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋឡើយទាំងសមត្ថកិច្ចទាំងពលរដ្ឋមិនបាទចាក់ចេញពីលំនៅឋានពីដីដែលជាដីកម្មសិទ្ធិរបស់កម្ពុជាយើងជាដាច់ខាតបាទនេះជាការតាំងចិត្តខ្ពស់របស់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងដែលលោកបាទលះបង់បាទមិនចាក់ចេញមិនបោះបង់ចោលបាទតស៊ូហើយរហូតដល់ម៉ោងនេះយើងឃើញថាមិនទាន់មានសភាពការអ្វីបាទប្រែប្រួលនោះទេបាទគឺសភាពការស្ងប់ស្ងាត់ជាធម្មតាបាទហើយក្រុមការងារយើងនឹងធ្វើការអាប់ដេតបាទព័ត៌មានជាបន្តទៅទៀតពាក់ព័ន្ធទៅនឹងរឿងរ៉ាវមួយចំនួនដែលមានអ្វីបាទប្រែប្រួលនោះបាទយើងខ្ញុំនឹងបន្តការជូនទៅដល់ពុកម៉ែបងប្អូនជ្រាបជាព័ត៌មានផងដែរហើយយើងខ្ញុំទាំងគ្នាសូមជូនពរបាទជាពិសេសបងសមត្ថកិច្ចដែលឈើជើងប្រចាំការនៅតំបន់បាទប្រឈមបាទគឺតំបន់ព្រៃច័ន្ទតំបន់ភូមិជោគជ័យក៏ដូចជានៅតាមបណ្ដាប្រាសាទតាមាន់ប្រាសាទព្រះវិហារសូមជូនពរឲ្យពួកគាត់បាទសុខសុវត្ថិភាពឈ្នះអស់មារសត្រូវបាទជាពិសេសនោះគឺសត្រូវឈ្លានពានបាទសត្រូវសៀននេះឯងបាទសូមជូនពរសុខភាពល្អសំណាងល្អសូមអរគុណនិងសូមជម្រាបលាបាទឥឡូវយើងឃើញថាមានការជួយបាទជ្រោមជ្រែងពីបងប្អូនប្រជាពលរដ្ឋដូចជាអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាននៅក្នុងទឹកដីខេត្តបន្ទាយមានជ័យបាទយើងឃើញថាបាទឥឡូវយើងឃើញថាបងប្អូនប្រជាពលរដ្ឋយើងបាទចង់ដឹងចង់ឮពាក់ព័ន្ធទៅនឹងរឿងរ៉ាវព្រំដែនបាទពួកគាត់បានចេញដំណើរមកជាបន្តបន្ទាប់នៅទីតាំងនេះដោយផ្ទាល់តែម្ដងបាទនេះហើយក៏យើងឃើញថាមានបាទបងប្អូនបាទកញ្ញរិទ្ធបាទពួកគាត់បានដើររើសម្រាមឬអីបាទដែលជាកាកសំណល់បាទនៅតាមដងផ្លូវដែលជាផ្លូវចូលនៅភូមិព្រៃច័ន្ទចំណុចទីតាំងខាងលើនេះបាទនេះយើងឃើញហើយបាទបងប្អូនដើរប្រមូលបាទសម្រាម
ហើយក៏សូមបងប្អូនប្រជាពលរដ្ឋយើងដែលចូលមកទីនេះបាទចូលរួមបាទថែរក្សានៅសោភ័ណភាពបាទជាពិសេសនោះគឺការហូបចុកបាទសំណុំចំណីបាទសម្បកបាទផ្សេងកំប៉ុងផ្សេងហ្នឹងយើងត្រូវដាក់ចូលក្នុងធុងសម្រាមបាទធុងសម្រាមទាំងអស់គ្នាបាទនេះយើងឃើញថាមានធុងសម្រាមមានអីដែរបាទសូមបងប្អូនយើងចូលរួមទាំងអស់គ្នាដើម្បីបរិស្ថានស្អាតទាំងអស់គ្នាបាទនេះបាទយើងឃើញហើយបាទក្រុមបងប្អូនបងផ្នែកកញ្ញរិទ្ធបាទផ្នែកកាកបាទក្រហមបាទដើររើសថង់បាទដែលកន្ទីចោលពីកាកសំណល់នៃការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋយើងដែលចូលមកបាទនៅចង់ដឹងចង់ឮនៅពាក់ព័ន្ធរឿងព្រំដែនបាទកម្ពុជាថៃនៅចំណុចភូមិព្រៃច័ន្ទយើងនេះបាទនេះជាសកម្មភាពមួយបាទយ៉ាងល្អដែលខ្មែរយើងបាទរួបរวมគ្នាយ៉ាងសស័កស្រាំបាទគ្រប់បាទស្ថាប័នពាក់ព័ន្ធមិនថាតែកម្លាំងបាទកងទ័ពបាទសមត្ថកិច្ចបាទជួរមុខជួរក្រោយគឺរួបរวมគ្នាសាមគ្គីគ្នាបាទយកចិត្តទុកដាក់ជួយបាទដើម្បីជាតិយើងទាំងអស់គ្នាបាទហើយយើងឃើញថាសភាពការនៅព្រឹកនេះគឺស្ងប់ស្ងាត់ជាធម្មតាទេហើយបងប្អូនប្រជាពលរដ្ឋយើងបានមកបាទជាបន្តបន្ទាប់ដើម្បីចង់ដឹងចង់ឮបាទចង់ឃើញដោយសារយើងដឹងស្រាប់ហើយបាទនៅថ្ងៃទី7 ខែតុលាឆ្នាំ2025នេះគឺក្រមយោធាសៀមបានដាក់កំណត់ឲ្យកម្ពុជាយើងឲ្យប្រជាពលរដ្ឋដែលនៅក្នុងភូមិជោគជ័យនិងភូមិព្រៃច័ន្ទបាទចាក់ចេញពីទីលំនៅឋានបាទដែលទីតាំងដែលប្រជាពលរដ្ឋនៅជាទឹកដីរបស់កម្ពុជាយើងប៉ុន្តែពួកគេឲ្យកម្ពុជាយើងដកចេញបាទហើយនៅថ្ងៃនេះដែរទាំងពលរដ្ឋទាំងសមត្ថកិច្ចបាទកម្លាំងយោធាកងទ័ពបាទគ្រប់ជាន់ថ្នាក់គឺលោកបដិញ្ញាយ៉ាងដាច់ខាត់មិនចាក់ចេញពីលំនៅឋានរបស់អស់លោកនោះទេបាទគឺក្រាញននៀលបាទមិនចាក់ចេញនោះទេទោះបីយ៉ាងណាក៏ដោយបាទត្រូវតែថែរក្សាទឹកដីរបស់កម្ពុជាយើងបាទទាំងអស់គ្នាអំភាពដល់បងប្អូនប្រជាពលរដ្ឋយើងដែលមកបាទរងចាំបាទតាមដានមើលបាទសភាពការនៅថ្ងៃទី7នេះបាទយើងឃើញថាមកជាបន្តបន្ទាប់តាមបណ្ដាភូមិនីមួយៗនៅក្នុងឃុំអូបេជន់បាទស្រុកអូជ្រៅខេត្តបន្ទាយមានជ័យបាទគឺមកបាទច្រើនបាទជាបន្តបន្ទាប់ដើម្បីចង់ដឹងបាទចង់ដឹងរឿងប្រទេសជាតិរបស់យើងគឺម្នាក់បាទប្រជាពលរដ្ឋយើងគឺឈឺឆ្អាលរឿងប្រទេសជាតិបាទអញ្ចឹងហើយគឺពួកគាត់បាទចង់ដឹងមិនខ្លាចនៅសត្រូវសៀមបាទនៃការឈ្លានពានរបស់ក្រមយោធាថៃនោះទេបាទទោះយ៉ាងណាក៏ដោយពួកគាត់នៅតែមិនបោះបង់ចោលនៅភាពបាទតស៊ូដ៏អង្អាចបាទក្លាហានបាទនេះឥឡូវយើងឃើញថាមានការចែកបាទមានការឧបត្ថម្ភមានទឹកមានបាយហើយនឹងរបស់របរផ្សេងបាទនៅតាមស្នាក់ការនីមួយឃើញថាពួកគាត់មកដោយទឹកចិត្តបាទសប្បាយរីករាយដើម្បីចូលរួមចំណែកបាទយើងឃើញហើយបាទពួកគាត់មិនមានការភ័យខ្លាចបាទតក់ស្លុតនៅខ្មាំងបាទសត្រូវនៃការឈ្លានពានរបស់ក្រមយោធាសៀមនោះទេបាទពួកគាត់មិនខ្លាចនោះទេបាទនេះជាទឹកចិត្តដ៏ធំធេងដ៏អង្អាចក្លាហានរបស់កម្ពុជាយើងបាទប្រិយមិត្តនាងជាទីមេត្រីបាទយើងនឹងធ្វើការអាប់ដេតជាបន្តទៅទៀតពាក់ព័ន្ធទៅរឿងរ៉ាវបាទមួយចំនួនដែលកើតមានឡើងនៅតំបន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យបាទជាបន្តទៅទៀតបាទហើយក៏សូមបញ្ជាក់ផងដែរបាទថ្ងៃនេះគឺថ្ងៃទី7 ខែតុលាឆ្នាំ2025បាទសូមអរគុណនិងសូមជម្រាបលា